សួស្តីបងប្អូនកូនក្មួយទាំងអស់គ្នាថ្ងៃនេះយើងមានរឿងមួយដែលមានចំណងជើងថាធម៌នៃសេចក្តីល្អពេលដែលអតិទេពបង្កើតលោកមនុស្សសត្វរួចហើយព្រះអង្គក៏ទ្រង់យកសេចក្តីល្អទាំងឡាយមកដាក់ចូលក្នុងធម៌ហើយក៏យកមកប្រគល់ឲ្យមនុស្សថែរក្សាដើម្បីឲ្យមានសេចក្តីល្អស្ថិតនៅគង់វង្សលើលោកយើងបានយូរអង្វែងតរៀងទៅពេលជ្រើសរើសមនុស្សអ្នកថែរក្សាធម៌នោះបានហើយព្រះអាទិទេពក៏ទ្រង់យាងទៅកាន់ឋានសួគ៌វិញមនុស្សក៏ថែរក្សាធម៌នោះទុកជាប់នឹងខ្លួនយ៉ាងប្រញាប់ប្រយែងបំផុតលុះដល់យូរទៅមនុស្សក៏កាន់តែនឹកឆ្ងល់ចង់ដឹងថាសេចក្តីល្អដែលដាក់នៅក្នុងធម៌នេះវាមានលក្ខណៈដូចម្តេចទៅចម្ងល់តាកាន់តែខ្លាំងទៅធ្វើឲ្យមនុស្សទ្រាំមិនបានទើបដាច់ចិត្តបើកធម៌នោះមើលគ្រាន់តែបើកគម្របចេញភ្លាមសេចក្តីល្អក៏ហើរអណ្ដែតទៅកាន់ឋានសួគ៌វិញអស់ទៅដោយហេតុដូច្នេះហើយទើបបានជាសេចក្តីល្អលែងនៅជាមួយមនុស្សតទៅទៀតហើយបែរទៅនៅឯស្ថានសួគ៌អស់ទៅការសង្ស័យចង់ដឹងចង់ឮអំពីរឿងមួយចំនួនអាចនឹងបង្កឲ្យទៅជាខាតបង់ទៅវិញ